អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចេញធ្វើវីដេអូចែកម្លែកទៀតហើយអំពីការធ្វើគោមហើយជិតដល់រដូវកាលចូលឆ្នាំខ្មែរហើយសង្ក្រាន្តចូលឆ្នាំខ្មែរអញ្ចឹងយើងមករៀនធ្វើគោមទាំងអស់គ្នានេះគឺជាឫស្សីខ្ញុំបានកាប់មកហើយជ្រៀកវាហើយតែខ្ញុំមិនទាន់សក់វាហើយនេះខ្ញុំយកមកសក់វាហើយសក់វាស្ដើងដើម្បីងាយស្រួលក្នុងការពុតធ្វើគោមទាំងអស់គ្នាហើយវាមានភាពងាយស្រួលក្នុងការពុតធ្វើគោមឲ្យវាកោងទាំងនេះខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងមើលវីដេអូមួយនេះរហូតដល់ចប់ហើយវីដេអូមួយនេះគឺជាវីដេអូភាគមួយទេអ្នកនរគ្នាខ្ញុំនឹងចែកវីដេអូនេះជាពីរភាគដើម្បីឲ្យអ្នកនរគ្នាមើលទៅកុំឲ្យវែងពេកធុញក្នុងការមើលវីដេអូវែងអ្នកនរគ្នាមើលវីដេអូខ្ញុំនេះដល់ចប់គឺអ្នកនរគ្នាអាចចេះធ្វើគោមខ្លួនឯងបានហើយជាពិសេសបងប្អូនទាំងអស់ដែលមានឫស្សីនៅក្បែរផ្ទះគឺអាចកាប់យកធ្វើខ្លួនឯងបានបើសិនជាយើងទៅទិញគោមនេះលើទីផ្សារក៏វាមានតម្លៃថ្លៃដែរអ្នកនរគ្នាបើសិនជាយើងមានពេលវេលាធ្វើវាក៏ល្អដែរព្រោះគឺវាចំណេញបានច្រើនចំណេញទាំងចំណេះដឹងយើងមួយដែរអាចចេះធ្វើគោមខ្លួនឯងនៅផ្ទះបានមិនចាំបាច់ចំណាយលុយទៅទិញគោមនៅលើទីផ្សារយកមកដាក់តាំងតុបតែងផ្ទះទេអ្នកនរគ្នាគឺយើងអាចធ្វើខ្លួនឯងបានដាក់តាំងតុបតែងផ្ទះនៅពេលមានកម្មវិធីបុណ្យចូលឆ្នាំនៅពេលខាងមុខនេះអ្នកនរគ្នាមែនតើទៅការធ្វើគោមនេះមិនមែនថាចំណេញអីណាស់ណាទេអ្នកនរគ្នាគឺនៅតែចំណាយទៅលើថង់ប្លាស្ទិកដែលយើងត្រូវយកមកបិទថង់ប្លាស្ទិកកញ្ចក់ហើយនឹងលួសនឹងកាយមួយដបដែលយើងត្រូវយកមកបិទថង់ប្លាស្ទិកហ្នឹងឯងឫស្សីនេះគឺយើងបិទឲ្យស្ដើងមែនទេអ្នកនរគ្នាងាយស្រួលការពុតដូចខ្ញុំបែបនេះពុតឲ្យរបៀបដូចឆ្អឹងខ្លាញ់ហ្នឹងអ្នកនរគ្នាពុតដើម្បីងាយស្រួលក្នុងការពុតដល់ពេលយើងឡើងគ្រោងឆ្អឹងធ្វើជាផ្កាយអ្នកនរគ្នាហើយនេះគឺជាឫស្សីដែលខ្ញុំយកមកបិទនេះបន្តិចទៀតអ្នកនរគ្នានឹងបានដឹងហើយថាឫស្សីដែលខ្ញុំកំពុងតែបិទនេះគឺនៅត្រង់ចំណុចណានេះគឺជាចន្ទុលផ្កាយដែលស្ថិតនៅចំកណ្ដាលផ្កាយអញ្ចឹងមកខាត់ពេលវេលាយូរទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាមកជួឆ្នាំថ្មីហើយយើងនាំគ្នាលេងបោះឈូងហីចាលេងក៏លេងតែមុននឹងលេងសន្យាគ្នាសិនសន្យាមិនទៅសន្យាថាបើខាងប្រុសបោះឈូងទៅហើយស្រីចាប់បានប្រុសច្រៀងឲ្យស្ដាប់មុនចាបើខាងស្រីបោះមកប្រុសវិញប្រុសចាប់បានត្រូវខាងស្រីច្រៀងឲ្យស្ដាប់មុនវិញចាអញ្ចឹងចាំប្រងណាបាទឈូងអើយឈូងចាប់បានស្រែកឥឡូវចាប់បានហើយជាងមកជាងក៏ជាងដែរបងអើយឈូងទៅថ្លៃឲ្យឈូងបាញ់ជាប្រងអូនបងអើយឈូងទៅថ្លៃឲ្យឈូងបាញ់ជាប្រងហើយចាំចូលឆ្នាំមហាសង្ក្រាន្តថ្មីចូលមហាសង្ក្រាន្តថ្មីប
ឡើងលើបងអបអើយជុំទៅហើយជុំរត់ឡើងលើឃើញស្រីជុំទៅអែងតទួលជុំបងអែងតទួលជុំបង អូខេអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងចំទល់កណ្ដាលដែលខ្ញុំបានប្រាប់នេះការផ្ដល់វីដេអូគឺខ្ញុំបានដាក់ចំកណ្ដាលផ្កាយបែបនេះដាក់ដូចខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាធ្វើត្រូវតែមានស្វានមួយដើម្បីស្វានចោះវាដើម្បីវាយដេកគោលហើយវាជាប់ល្អវាយដូចខ្ញុំបែបនេះបើមិនសិនជាអ្នកទាំងអស់គ្នាអត់មានដេកគោលឬក៏ម៉ូទ័រស្វានដូចខ្ញុំទេគឺអាចឆ្នៃអាចចងលួសបានឬក៏អាចប្រើជាកាយទៀនឬក៏កាយវិទ្យាសាស្ត្រនៅបិទនៅលើឫស្សីនេះបានក៏ប៉ុន្តែបើប្រើកាយទៀនគឺវាមិនសូវជាប់ទេអ្នកនរជាប់អត់ជាប់ល្អដូចជាយើងស្វានហើយវាយដេកគោលបែបនេះទេយើងស្វាននេះគឺកុំឲ្យបែកឫស្សីអ្នកនរគ្នាបើអ្នកនរគ្នាអត់ស្វានអាចបែកបានក៏ប៉ុន្តែវាប្រឈមមុខនឹងការបែកឫស្សីហើយធ្វើឲ្យគោមយើងលែងស្អាតអាចនឹងបែកឫស្សីចឹងដែរហើយនេះយើងស្វានហើយយើងយកគោលមកដំមកនេះវីដេអូច្បាស់ខ្ញុំដាក់ឲ្យមើលទៀតគឺយើងស្វានបែបនេះស្វានចំកណ្ដាលឫស្សីនេះសារឫស្សីរៀងផ្អៀងបាទខ្ញុំជិះផ្អៀងមកតែអ្នកនរគ្នាហើយវីដេអូនេះក៏មានប៉ុណ្្នឹងដែរអូខេជួបគ្នានៅភាគ2អ្នកនរគ្នា